នាងកញ្ញាទាំងអស់ជាទីមេត្រីថ្ងៃនេះជាថ្ងៃទី4ខែសីហាឆ្នាំ2014ជាបន្តទៅនេះនាងខ្ញុំសូមជូនព័ត៌មានប្រចាំថ្ងៃរបស់ទូរទស្សន៍សង្គ្រោះជាតិដែលមានដូចជាគណៈកម្មការប្រជុំវិសោធនកម្មច្បាប់ការបោះឆ្នោតនៃគណៈបក្សសង្គ្រោះជាតិនិងគណៈបកប្រជាជនកម្ពុជាបានបញ្ចប់ជំនួបជាមួយគ្នានៅព្រឹកនេះដោយឯកភាពគ្នាចំនួន3ចំណុចជាថ្មីម្ដងទៀតលោកប្រធានសំរងស៊ីបានបញ្ជាក់ជំហររបស់លោកនិងគណៈបក្សសង្គ្រោះជាតិថានឹងសង្គ្រោះជាតិឲ្យតតែបានអ្នកភូមិបង្កក់បាននាំគ្នាដាក់ញត្តិនៅមុខស្ថានទូតសង្ហបុរីដើម្បីប្រឆាំងនឹងក្រុមហ៊ុនសង្ហបុរីដែលបានទិញដីក្នុងតម្លៃរាប់លានដុល្លារពីក្រុមហ៊ុនសុកាគុនៅតំបន់បង្កក់ដែលកំពុងតែមានចំនួនប្រជាពលរដ្ឋនៅឃុំខ្សឹមស្រុកស្នួលខេត្តក្រចេះស្វែងរកអន្តរាគមន៍ពីសមាគមការពារសិទ្ធិមនុស្សអាត់ហុកលើភាពមិនប្រក្រតីនៃការបែងចែកដីធ្លីដល់ពួកគាត់ជាបន្តទៅនេះនាងខ្ញុំសូមជូនព័ត៌មានពិស្ដាគណៈកម្មការប្រជុំវិសោធនកម្មច្បាប់ការបោះឆ្នោតនៃគណៈបក្សសង្គ្រោះជាតិនិងគណៈបកប្រជាជនកម្ពុជាបានបញ្ចប់ជំនួបជាមួយគ្នានៅព្រឹកនេះដោយឯកភាពគ្នាចំនួន3ចំណុចក្រុមការងារគណៈបកប្រជាជនកម្ពុជាដឹកនាំដោយលោកប៊ិនឈិននិងសមាជិកក៏ដូចជាលោកឈៀមយៀបលោកសេចប៊ុនហុកលោកស្រីក្រូចសំអាននិងលោកសក់ស៊ីថាដោយឡែកក្រុមការងារគណៈបកសង្គ្រោះជាតិដឹកនាំដោយលោកគួយប៊ុនរឿនមានសមាជិកក៏ដូចជាលោកអេងឆៃអៀងលោកហូវ៉ាន់កញ្ញាកមនោវិជ្ជានិងលោកយ៉ែមបញ្ញរិទ្ធបានជួបគ្នានៅរដ្ឋសភានៅព្រឹកនេះដើម្បីពិភាក្សាគ្នាលើវិសោធនកម្មច្បាប់បោះឆ្នោតដោយខ្លួនបានព្រមព្រៀងគ្នាជាគោលការណ៍កាលពីថ្ងៃទី29ខែកក្កដាកន្លងមក1រៀបចំការប្រជុំវិសាមញ្ញរដ្ឋសភាបន្ទាប់ពីបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្ររបស់គណៈបកសង្គ្រោះជាតិចូលធ្វើសច្ចាប្រណិធាននៅព្រះបរមរាជវាំងនិងចូលរួមប្រជុំនៅក្នុងរដ្ឋសភាដើម្បីការបោះឆ្នោតអនុម័តសេចក្តីវិសោធនកម្មបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភាការបោះឆ្នោតជ្រើសរើសសមាជិកថ្នាក់ដឹកនាំរដ្ឋសភាតាមស្មារតីនិងកិច្ចព្រមព្រៀងថ្ងៃទី22ខែកក្កដាឆ្នាំ2014អនុម័តសេចក្តីស្នើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញត្រង់មាត្រា76និងបង្កើតជំពូកទី15ថ្មីទាក់ទងទៅនឹងអង្គការរៀបចំការបោះឆ្នោតការធ្វើការបោះឆ្នោតជ្រើសតាំងសមាជិកគណៈកម្មការជាតិរៀបចំការបោះឆ្នោតជាថ្មីដើម្បីឲ្យគណៈកម្មាធិការនេះចូលរួមសេចក្តីព្រៀងសេចក្តីស្នើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជារៀបចំការបោះឆ្នោតនិងសេចក្តីព្រៀងសេចក្តីស្នើវិសោធនកម្មច្បាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ2ក្រុមការងារគណៈបកទាំងពីរបានឯកភាពគ្នាក្រោយពីច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញត្រូវបានអនុម័តនិងចូលជាធរមានត្រូវរៀបចំសេចក្តីព្រៀងសេចក្តីស្នើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជារៀបចំការបោះឆ្នោតសេចក្តីព្រៀងសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ3ចំពោះបញ្ហាស្វ័យភាពការរៀបចំមន្ត្រីបោះឆ្នោតនៅថ្នាក់ក្រោមជាតិអង្គប្រជុំបានសម្រេចជូនគណៈកម្មាធិការជារៀបចំការបោះឆ្នោតជាថ្មីលើយោបល់ដាក់ក្នុងសេចក្តីស្នើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតយ៉ាងណាក៏ដោយក្រុមការងារទាំងពីរបានឯកភាពគ្នានិងបន្តកិច្ចប្រជុំនៅលើកក្រោយបន្ទាប់ពីរដ្ឋសភាបានរៀបចំបង្កើតគណៈកម្មការជាតិរៀបចំការបោះឆ្នោតជាថ្មីចាប់សពគ្រប់ប៉ុន្តែក្នុងករណីចាំបាច់ក្រុមការងារទាំងពីរនឹងអាចជួបគ្នាជាបន្ទាន់ក្រុមការងារនៃគណៈបកទាំងពីរបានឯកភាពគ្នាធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលនៃកិច្ចប្រជុំនេះជូនថ្នាក់ដឹកនាំគណៈបករៀងៗខ្លួនជាថ្មីម្ដងទៀតលោកប្រធានសំរងស៊ីបានបញ្ជាក់គោលជំហររបស់លោកនិងគណៈបកសង្គ្រោះជាតិថានឹងសង្គ្រោះជាតិឲ្យតតែបានការអះអាងនេះបានលើកបញ្ជាក់លើទំព័រ Facebook ផ្លូវការរបស់លោកកាលពីម្សិលមិញនេះខ្លឹមសាររបស់លោកប្រធានបានបញ្ជាក់ដោយទូរទស្សន៍សង្គ្រោះជាតិសូមដកស្រង់ទាំងស្រុងដូចតទៅនេះគោលចំហរបស់យើងនៅតែដដែលគឺស្មោះត្រង់ជាមួយនឹងប្រទេសជាតិនិងធ្វើតាមគោលបំណងរបស់ប្រជារាស្ត្រគោលបំណងរបស់យើងក៏នៅដដែលដែរគឺជំរុញឲ្យមានការផ្លាស់ប្ដូរតាមបែបបទប្រជាធិបតេយ្យដើម្បីសង្គ្រោះជាតិយុទ្ធសាស្ត្ររបស់យើងអាចប្រែប្រួលតាមដំណាក់កាលរបស់វានិងបត់បែនតាមកលៈទេសៈការផ្លាស់ប្ដូរតាមបែបបទប្រជាធិបតេយ្យដើម្បីសង្គ្រោះជាតិតាមគោលបំណងរបស់ប្រជារាស្ត្រមានន័យថាត្រូវដោះស្រាយបញ្ហាធំៗមានជាអាចបូរណភាពទឹកដីប្រទេសកម្ពុជាបញ្ហាព្រំដែនអន្តោប្រវេសន៍ខុសច្បាប់ការបាត់បង់ដីធ្លីវិសោធនកម្មព្រៃឈើអំពើពុករលួយប្រាក់ខែតិចពេកទំនិញឡើងថ្លៃភាពក្រីក្រនិងអយុត្តិធម៌សង្គមដើម្បីដោះស្រាយបញ្ហាខាងលើនេះ
យើងត្រូវតែដណ្ដើមយកអំណាចដោយសន្តិវិធីតាមបែបបទប្រជាធិបតេយ្យជាមុនសិនដើម្បីយកអំណាចបានត្រូវតែទទួលជ័យជំនះក្នុងការបោះឆ្នោតដើម្បីទទួលជ័យជំនះក្នុងការបោះឆ្នោតត្រូវតែធានាឲ្យការបោះឆ្នោតនីមួយៗត្រូវតែមានភាពត្រឹមត្រូវសេរីនិងយុត្តិធម៌ដើម្បីធានាឲ្យការបោះឆ្នោតមានភាពត្រឹមត្រូវសេរីនិងយុត្តិធម៌ត្រូវតែផ្លាស់ប្តូរសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថាកោជបដើម្បីរៀបចំកោជបនេះឡើងវិញឲ្យមានភាពសុក្រិតមិនលំអៀងត្រូវតែជជែកគ្នាជាមួយនឹងគណៈបកប្រជាជនកម្ពុជាមុននឹងយើងចូលទៅក្នុងរដ្ឋសភាក្នុងគោលបំណងធ្វើវិសោធនកម្មកែរដ្ឋធម្មនុញ្ញនិងច្បាប់បោះឆ្នោតដំណាក់កាលទី1នៃយុទ្ធសាស្ត្ររបស់យើងគឺការធ្វើបាតកម្មដើម្បីបង្ហាញកម្លាំងនិងការបដិញ្ញាចិត្តរបស់យើងដំណាក់កាលទី2គឺជជែកគ្នាជាមួយនឹងភាគីម្ខាងទៀតដើម្បីបដូរកោជបដោយបានពន្យល់ខាងលើបើគ្មានដំណាក់កាលទី1ក៏គ្មានដំណាក់កាលទី2ដែរសូមបងប្អូនជនរួមជាតិនិងកូនក្មួយយុវជនគ្រប់រូបរួបរวมគ្នាគាំទ្រគណៈបកសង្គ្រោះជាតិដើម្បីសម្រេចគោលបំណងរបស់យើងទាំងអស់គ្នាតាមយុទ្ធសាស្ត្រដោយសន្តិវិធីខាងលើនេះគួរកត់សម្គាល់ថាការបង្ហាញគោលចំហរបស់ប្រធានគណៈបកសង្គ្រោះជាតិម្ដងហើយម្ដងទៀតរបៀបនេះគឺបន្ទាប់ពីគណៈបកបានផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ខ្លួនដោយប្រែពីការដឹកនាំពលរដ្ឋធ្វើបាតកម្មមកជាការប្រើប្រាស់ទួនាទីរបស់ខ្លួនតាមអំណាចផ្លូវច្បាប់ក្នុងស្ថាប័នសភាវិញអ្នកភូមិបង្កក់បាននាំគ្នាតវ៉ានិងដាក់ញត្តិនៅមុខស្ថានទូតសង្ហបុរីនៅព្រឹកនេះដើម្បីប្រឆាំងនឹងក្រុមហ៊ុនសង្ហបុរីដែលបានទិញដីតម្លៃរាប់លានដុល្លារពីក្រុមហ៊ុនសូកាគូនៅតំបន់បង្កក់ដែលកំពុងមានចំនួនចាយអស់ហើយខ្ញុំលុយទៀតត្រៃទៀមទៀតបាយនេះឲ្យថាខ្ញុំទៅលុយទៅចាយអស់ខ្ញុំលុយខ្ញុំទៅផ្ទះបាទនេះខ្ញុំលុយខ្ញុំទៅការស្រីភាពមិនបាច់ឲ្យមកបញ្ជាខ្ញុំទេព្រោះតែខ្ញុំខ្លាចតែឯងខ្ញុំបាត់អស់ទៀតខ្ញុំជម្រាបខ្ញុំឯងខ្លាចហើយព្រោះខ្លាចណាស់ហើយបាត់តែទៀតបាត់មកណៃក្រុមអ្នកភូមិបង្កក់ប្រមាណ50នាក់បាននាំគ្នាលើកបដានិងដាក់ញត្តិទៅកាន់ស្ថានទូតសង្ហបុរីនៅព្រឹកនេះដើម្បីសុំឲ្យសង្ហបុរីអន្តរាគមន៍ករណីក្រុមហ៊ុនសង្ហបុរីមួយបានទិញដីដែលកំពុងតែមានចំនួននៅតំបន់បង្កក់ទំហំ1ហិកតាក្នុងតម្លៃជិត15លានដុល្លារពីក្រុមហ៊ុនសូកាកុរបស់លោកអុកញ៉ាឡាវមីងខិនដែលទទួលបានដីសម្បត្តិបង្កក់99ឆ្នាំគួរជម្រាបថាយោងតាមកាសែតមួយក្នុងស្រុកបានចុះផ្សាយអំពីក្រុមហ៊ុនសង្ហបុរីមួយដែលបានទិញដីតំបន់បង្កក់ក្នុងតម្លៃរាប់រយលានដុល្លារស្របពេលដែលដីធ្លីរបស់អ្នកភូមិបង្កក់មិនទាន់បានបែងចែកសម្រាប់អ្នកភូមិដែលនៅសេសសល់នៅឡើយភាពយឺតយ៉ាវក្នុងការរៀបចំនិងបែងចែកដីដែលបានកាត់ផ្តាច់រួចហើយនេះបានធ្វើឲ្យក្រុមអ្នកភូមិបង្កក់តែនាំគ្នាតវ៉ាជាញឹកញាប់ស្របពេលដែលអាជ្ញាធររាជធានីភ្នំពេញក៏តែងសន្យាពន្យាពេលម្ដងហើយម្ដងទៀតចាប់សពគ្រប់ចំនួនដីនេះដីនេះជាដីញើសឈាមរបស់ពួកយើងទាំងអស់គ្នាយើងជឿចាំយើងអត់យើងព្រមទេអត់យើងព្រមទេលេបឆ្នាំសម្លាប់ខ្លួនយើង25%ឲ្យយើង3000កាប៊ីនភ្លើងញ៉ាផ្ទះគេអត់មានលុយឲ្យជួយប្រាក់ចង់តសម្លាប់ខ្លួនណាចឹងហើយសូមឲ្យជួយសង្ហបុរីឈប់ទិញដីនេះជាដីចំនួនមិនទាន់ចាប់សពគ្រប់ទេពេលណាដោះស្រាយចាប់សពគ្រប់សំគាត់លក់ចាស់ណាធ្វើឲ្យជាជនឯងទឹកភ្នែកយំជេរដាក់ប្រាសាអ្នកណាមានរត់ផ្ទៃនេះមិនអាចនៅសពបានទេពួកខ្ញុំតែងតែប្រាសាអញ្ចឹងរហូតព្រោះខ្ញុំជឿចាប់ណាខ្ញុំមានផ្ទះនៅអត់បានផ្ទះមួយនេះបងបលិចបបាក់ផ្ទះខ្ញុំឲ្យគម្រាមកំហែងខ្ញុំឲ្យខ្ញុំដើរចេញខ្ញុំចេញមកខ្ញុំយំខ្ញុំស្រែកទឹកមើលខ្ញុំឈាមសុំអត់មានផ្ទះនៅទេតើគាត់មានវត្តពីមានរបស់ខ្ញុំទាំងអស់គ្នាហ្នឹងទេខ្ញុំនឹងមកទៀតប្រជាពលរដ្ឋឃុំខ្សឹមស្រុកស្នួលខេត្តក្រចេះស្វែងរកអន្តរាគមន៍ពីសមាគមការពារសិទ្ធិមនុស្សអាត់ហុកលើភាពមិនប្រក្រតីក្នុងការបែងចែកដីធ្លីដល់ពួកគាត់បន្ទាប់ពីបរាជ័យផ្ទុះផ្ទួនក្នុងការស្វែងរកអន្តរាគមន៍ពីមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលលើការរៀបចំនិងបែងចែកដីជូនដល់ប្រជាពលរដ្ឋឃុំប៉ាអូ3ឃុំខ្សឹមស្រុកស្នួលខេត្តក្រចេះនៅព្រឹកនេះប្រជាពលរដ្ឋ25នាក់តំណាងអ្នកភូមិ120គ្រួសារបានទៅកាន់សមាគមការពារសិទ្ធិមនុស្សអាត់ហុកដើម្បីសុំឲ្យអង្គការមួយនេះជួយស៊ើបអង្កេតនិងជំរុញការបែងចែកដីជូនពួកគាត់ឲ្យបានឆាប់រហ័សនិងត្រឹមត្រូវតំណាងអ្នកភូមិពីមបាអូ3ម្នាក់
បានបញ្ជាក់ថាលោកស្រីនិងអ្នកភូមិខិតខំរកអន្តរាគមន៍ពីស្ថាប័ននានាដោយសារតែអាជ្ញាធរបែងចែកដីធ្លីដែលត្រូវបានផ្ដល់ក្នុងគោលនយោបាយសម្បទានសង្គមកិច្ចកន្លងមកជូនដល់អ្នកភូមិមិនបានត្រឹមត្រូវគាត់ថាអាជ្ញាធរមិនបែងចែកដីជូនដល់ប្រជាពលរដ្ឋនៅដីដែលពួកគាត់បានកាប់ឆ្ការនិងកាន់កាប់នោះទេដីដែលគេបែងចែកឲ្យប្រជាពលរដ្ឋគឺប្រភេទដីលិចទឹកមិនអាចដាំដុះបានបើគាត់ថាគេអូនតែកន្លែងដីលិចទឹកនេះនឹងយល់ធ្វើមិនទេដាំពោលជុំតើដាំតែជុំតែដាំលងមកដាំធ្វើកុំបាច់ឡើងហ៊ានទៅឈួតឡើងហ៊ានទៅឈួតទៅបាត់មកណោទៅធ្វើម៉េចដូចនេះហើយទើបពួកគាត់ស្វែងរកអន្តរាគមន៍បន្ថែមដើម្បីឲ្យពួកគាត់ទទួលបានដីធ្លីសមរម្យនិងអាចដាំដុះបានគួរជម្រាបថាសម្បទានរបស់រដ្ឋាភិបាលឲ្យក្រុមហ៊ុនយន្តចំនួន2ក្នុងឃុំខ្សឹមស្រុកស្នួលខេត្តក្រចេះបានប៉ះពាល់ដល់ដីធ្លីរបស់ប្រជាពលរដ្ឋ 1000 ហិកតាដែលកំពុងកាន់កាប់ដោយប្រជាពលរដ្ឋ 400 គ្រួសារក្នុងភូមិពាមបោអូ3ឃុំខ្សឹមស្រុកស្នួលខេត្តក្រចេះក្នុងការស្វែងរកអន្តរាគមន៍ដើម្បីបានដីធ្លីមកវិញប្រជាពលរដ្ឋទាំងនោះបាននាំគ្នាមកកាន់រាជធានីភ្នំពេញកាលពីខែមិថុនាដើម្បីធ្វើការតវ៉ាហើយត្រូវបានរដ្ឋាភិបាលសម្រេចកាត់ដី750ហិកតាជូនដល់ពួកគាត់រដ្ឋាភិបាលទម្លាក់ការទទួលខុសត្រូវជូនដល់មន្ត្រីអាជ្ញាធរខេត្តក្នុងការធ្វើស្ថិតិនិងបែងចែកដីប៉ុន្តែរហូតមកទល់ពេលនេះក្រមប្រជាពលរដ្ឋខ្លះនៅតែអះអាងថាពួកគាត់មិនមានឈ្មោះទទួលចំណែកដីអ្នកខ្លះទៀតថាពួកគាត់ទទួលបានដីដែលមិនអាចរស់នៅនិងដាំដុះបានហើយខ្លះទៀតថាទទួលបានតែឯកសារជាដើមភាពមិនប្រក្រតីទាំងនេះហើយទើបធ្វើឲ្យក្រុមអ្នកភូមិពាមបោអូ3ឃុំខ្សឹមបានសម្រេចចិត្តនាំគ្នាឡើងមកតវ៉ានៅរាជធានីភ្នំពេញជាថ្មីកាលពីថ្ងៃទី1ខែសីហាថ្មីនេះពួកគាត់បានប៉ុនប៉ងដាក់ញត្តិឲ្យលោកនាយករដ្ឋមន្ត្រីប៉ុន្តែត្រូវបានកងប្រដាប់អាវុធរារាំងនិងបានដាក់ពង្រាយនិងបិទបាំងនានាជុំវិញវត្តសាមគ្គីរង្សីដែលជាកន្លែងស្នាក់នៅរបស់អ្នកភូមិចាស់លោកអ្នកនាងកញ្ញាទាំងអស់ជាទីមេត្រីព័ត៌មានប្រចាំថ្ងៃរបស់ទូរទស្សន៍សង្គ្រោះជាតិដែលលោកអ្នកនាងទើបតែបានតាមដានទស្សនាអំបញ្ញមិញនេះចាប់តែប៉ុណ្ណេះនាងខ្ញុំសូមអរគុណសូមជម្រាបលា